ថ្ងៃនេះមកតាមសំណុំពររបស់បងប្អូនដោយសារតែមានបងប្អូនយើងជាច្រើនគាត់បានសំណុំពរឲ្យខ្ញុំជួយចេញជាវីដេអូពីរបៀបលាយម្សៅចេញចេកចៀនធ្វើយ៉ាងណាឲ្យចេកចៀនរបស់យើងនឹងស្រួយបានល្អហើយស្រួយបានយូរទៀតទោះបីជាយើងទុកចេកចៀនរបស់យើងនឹងយូរម៉ោងទោះបីជាចេកចៀនរបស់យើងចុះត្រជាក់ហើយក៏ចេកចៀនរបស់យើងនឹងនៅតែស្រួយបានល្អដែរជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីក្បួនរបៀបលាយម្សៅចៀនចេកធ្វើយ៉ាងណាឲ្យម្សៅចៀនចេករបស់យើងនឹងស្រួយបានល្អហើយស្រួយបានយូរទៀតចាបងប្អូនសំណុំពរនឹងរៀងយូរដែរហើយតែដោយសារថាខ្ញុំមានការរវល់ច្រើនអញ្ចឹងហើយវីដេអូនឹងធ្វើឲ្យមានការយឺតយូរខ្ញុំឆ្លៀតកាត់តវីដេអូនឹងបានតែមួយថ្ងៃតិចទេបងប្អូនដោយសារតែខ្ញុំអត់មានពេលវេលាច្រើនអញ្ចឹងហើយពេលខ្លះខ្ញុំក៏ផុសតែវីដេអូខ្លីៗអញ្ចឹងទៅដោយសារតែវីដេអូខ្លីៗវាងាយស្រួលធ្វើវាលះហើយបើវីដេអូវែងៗខ្ញុំធ្វើបង្រៀននឹងគឺខ្ញុំប្រឹកព្រៀងដាក់តាំងពីSubtitleជាភាសាអង់គ្លេសផងអញ្ចឹងហើយមកធ្វើរួចមួយនឹងគឺប្រើពេលវេលារៀងយូរហើយណាមួយខ្ញុំអត់សូវប្រសពបញ្ចូលសលេងទេបងប្អូនបើសិនជានិយាយផ្ទាល់ថតផ្ទាល់ហ្មងនឹងអត់អីទេបើថាមកអង្គុយបញ្ចូលសលេងតាមក្រោយនឹងគឺថាខុសលុបនៅហ្នឹងហើយអញ្ចឹងហើយបានតម្រុំតែធ្វើវីដេអូវែងបានមួយនឹងគឺថាប្រើពេលវេលាយូរមែនតែនត្រូវនឹងមានការរវល់ច្រើនផងຕົកចោលបារហើយតែសម្រាប់វីដេអូមួយនេះគឺថាឆ្លៀតធ្វើម្ដងបន្តិចដោយសារតែមានបងប្អូនយើងសំណុំពរច្រើនហើយខ្ញុំក៏ចង់ចែករំលែកក្បួនរបៀបធ្វើហ្នឹងទៅដល់បងប្អូនដែរចាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបង្ហាញបងប្អូនពីរបៀបលាយម្សៅក្បួនលម្អិតតែម្ដងចាឥឡូវនេះមុននឹងយើងចាប់ផ្ដើមខ្ញុំនឹងបង្ហាញម៉ាក់ម្សៅជាមុនសិនដើម្បីឲ្យងាយស្រួលសម្រាប់បងប្អូនទៅដើររកទិញអញ្ចឹងណាបងប្អូនចានេះគឺជាម៉ាក់ម្សៅស្រួយដែលខ្ញុំប្រើយកមកលាយធ្វើជាម្សៅចៀនចេករបស់យើងហ្នឹងណាបងប្អូនចាគឺជាម្សៅស្រួយនេះបងប្អូនរូបដំរីបែបនេះណាបងប្អូនចាហើយនៅលើហ្នឹងគឺគេដាក់នេះ banana and shrimp butter mix អាហ្នឹងគឺជាម្សៅចៀនចេកម៉ាក់ដែលខ្ញុំប្រើហ្នឹងណាបងប្អូនគេហៅថាម្សៅស្រួយចាហើយម្សៅស្រួយប្រភេទនេះគឺងាយស្រួលរកទេបងប្អូនគឺគេតែងតែមានលក់នៅគ្រប់ any Asian grocery store ព្រោះអីខ្ញុំដើរច្រើន store នៅអាមេរិកនេះគឺគេតែងតែមានលក់សឹងតែគ្រប់ store ទៅហើយគឺម៉ាក់រូបដំរីបែបនេះណាបងប្អូនប៉ុន្តែបើសិនជាបងប្អូនរកម៉ាក់នឹងអត់បានទេឲ្យតែជាម្សៅស្រួយដែលគេលាយហើយក្នុងហ្នឹងណាដែលគេអាចយកទៅចៀនចេកចៀនបង្គាអីរួចស្រេចហ្នឹងគឺយើងអាចយកទៅធ្វើបានហើយដោយសារថាប្រភេទម្សៅស្រួយបែបនេះបងប្អូនគឺគេមានលាយម្សៅ baking powder គឺជាម្សៅជំនួយឲ្យស្រួយស្រាប់នៅក្នុងហ្នឹងហើយដល់ពេលអញ្ចឹងបើយើងប្រើម៉ាក់នឹងតែម្ដងគឺយើងអត់ចាំបាច់ថែមម្សៅ baking powder ម្សៅស្រួយអីបន្ថែមទៀតដូចថាជាប្រភេទម្សៅស្រួយជំនួយឲ្យម្សៅចៀនចេករបស់យើងហ្នឹងបំពងទៅស្រួយឯងព្រោះអីនៅក្នុងនេះគឺគេមានដាក់រួចជាស្រេចហើយបងប្អូនចាឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបលាយម្សៅតែម្ដងសម្រាប់ម្សៅបំពងស្រួយដែលខ្ញុំបង្ហាញបងប្អូនមុនហ្នឹងគឺខ្ញុំត្រូវការប្រើចំនួន1ខាប់បងប្អូនអត់មានខាប់វល់បងប្អូនប្រើចានចង្កឹះក៏បានដែរតែខ្ញុំប្រើខាប់វល់គឺចំនួន1ខាប់ហ្នឹងបងប្អូនចា1ខាប់ I'm using 1 cup of crispy flour then I'm gonna use half a cup of rice flour បន្ទាប់មកទៀតខ្ញុំប្រើម្សៅអង្ករខ្សាយចំនួនកន្លះខាប់សម្រាប់រូបមន្តនេះគឺខ្ញុំប្រើម្សៅស្រួយចំនួន1ខាប់ម្សៅអង្ករខ្សាយចំនួនកន្លះខាប់ចាហើយនេះបងប្អូនគឺជាម្សៅឆាគឺយើងប្រើ1ស្លាបព្រាបាយពេញអញ្ចឹងណាបងប្អូនកុំឲ្យកំប៉ុងពេកប៉ុណ្ណឹងល្មមហើយចាយើងចូលមកពេញអញ្ចឹងមក This is tapioca starch 1 tablespoon of tapioca starch ម្សៅឆាចំនួន1ស្លាបព្រាបាយស្ករសគឺខ្ញុំដាក់2ស្លាបព្រាបាយកន្លះ Sugar 2 to 3 tablespoons 2ស្លាបព្រាបាយហ្នឹងគឺយើងវាស់ពេញល្មមអញ្ចឹងណាបងប្អូនណាយើងអាចដាក់2ឬក៏3ស្លាបព្រាបាយតាមតែបងប្អូនចូលចិត្តផ្អែមឬក៏មិនសូវផ្អែម2ស្លាបព្រាបាយកន្លះក៏បានដែរចានិយាយរួមទៅស្ករសហ្នឹងបងប្អូនអាចដាក់ច្រើនឬតិចទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបើបងប្អូនចូលចិត្តរាងផ្អែមយើងដាក់រាងច្រើនទៅហើយខ្ញុំអត់សូវចូលចិត្តផ្អែមទេយើងដូចថាកាត់បន្ថយជាតិស្ករខ្លះដែរអញ្ចឹងណាខ្ញុំដាក់តែ2ស្លាបព្រាកន្លះហេក្នុងហ្នឹងចាហើយអំបិលចំនួននេះបងប្អូនប្រហែលជា1/4ស្លាបព្រាកាហ្វេចាកុំឲ្យច្រើនពេកព្រោះអីអំបិលកាលណាតែដាក់ច្រើនវាប្រៃព្រោះអីអានេះជាប្រភេទបង្អែមទេយើងមិនមែនធ្វើប្រៃទេចាតែដាក់ទៅយ៉ាងប្រៃខ្លាំងក៏អត់ល្អដែរប្រហែលជា1/4ស្លាបព្រាកាហ្វេ So right now I'm gonna use a quarter teaspoon of salt turmeric powder អានេះគឺជាម្សៅល្មៀតណាបងប្អូនចាសម្រាប់ម្សៅល្មៀតហ្នឹងយើងដាក់យកពណ៌យក color វាឲ្យចេញពណ៌ស្អាតពណ៌លឿងពណ៌អីចឹងណាយើងដាក់ប្រហែលជាកន្លះស្លាបព្រាបាយ Then I'm gonna use half a tablespoon of turmeric powder សម្រាប់ម្សៅល្មៀតហ្នឹងគឺខ្ញុំប្រើចំនួនប្រហែលជាកន្លះស្លាបព្រាបាយដើម្បីជំនួយឲ្យចេកចៀនរបស់យើងចៀនមកចេញពណ៌លឿងស្អាតអញ្ចឹងណាបងប្អូនបើគេធ្វើលក់កន្លែងខ្លះគឺគេមានដាក់លាយប៉ុន្តែយើងកុំប្រើលាយអីបងប្អូនយើងប្រើម្សៅល្មៀតទៅល្អចេញពណ៌ natural ស្អាតហើយញ៉ាំទៅអត់ប៉ះពាល់ដល់សុខភាពផងចាឥ
ឥឡូវនេះបន្ទាប់ពីយើងដាក់គ្រឿងផ្សំទាំងអស់នឹងចូលគ្នាហើយយើងចាប់ផ្ដើមកូរម្សៅគ្រឿងផ្សំនឹងចូលគ្នាឲ្យបានសព្វណាបងប្អូនចាស្ករ2ស្លាបព្រាបាយកន្លះហ្នឹងវាអត់សូវផ្អែមខ្លាំងទេបើសិនជាបងប្អូនចូលចិត្តផ្អែមបងប្អូនអាចដាក់ដល់3ស្លាបព្រាបាយកន្លះឬក៏3ស្លាបព្រាទៅក៏អត់អីដែរចាព្រោះអីវាទៅតាមប្រភេទបើយើងយកទៅចៀនដលងតើដលងរបស់យើងផ្អែមឬក៏អត់បើសិនជាដលងឬក៏ចេករបស់យើងអត់សូវផ្អែមយើងថែមស្ករលើនឹងមួយស្លាបព្រាអីទៅក៏អត់អីដែរប៉ុន្តែបើសិនជាចេកយើងឬក៏ដលងយើងនោះវាមានជាតិផ្អែមខ្លាំងប៉ុណ្ណឹងគឺល្មមហើយចាឥឡូវនេះយើងក៏អាចបន្ថែមជាមួយនឹងល្ងហ្នឹងបងប្អូនអាចប្រើពណ៌ខ្មៅក៏បានពណ៌សក៏បានហើយល្ងហ្នឹងគឺយើងដាក់ប្រហែល1ស្លាបព្រាបាយណាបងប្អូន1ស្លាបព្រាឬក៏2ស្លាបព្រាបាយក៏អត់អីដែរតាមតែបងប្អូនចូលចិត្តល្ងច្រើនឬក៏ល្ងតិច I'm using like 1 or 2 tablespoon of sesame seed បន្ទាប់ពីយើងដាក់គ្រឿងផ្សំហើយយើងចាប់ផ្ដើមកូរវានឹងសព្វរួចហើយហ្នឹងគឺយើងនឹងចាប់ផ្ដើមដាក់ទឹកហើយនឹងខ្ទិះដូងចាឥឡូវនេះសម្រាប់ខ្ទិះដូងគឺថាយើងប្រើប្រហែលជាទាំងខ្ទិះដូងទាំងទឹកណាបងប្អូនគឺខ្ញុំប្រើចំនួន1ខាប់សម្រាប់ម្សៅប៉ុណ្ណឹងណាហើយមួយខាប់ហ្នឹងគឺស្មើនឹង240ក្រាមទៅ250ក្រាម240ក្រាមហ្នឹងគឺខ្ញុំប្រើខ្ទិះដូងចំនួន80ក្រាម I'm using 80 grams of coconut milkឥឡូវខ្ញុំប្រើខ្ទិះដូងចំនួន80ក្រាមហើយនឹងទឹកយើងធម្មតាចំនួន160ក្រាមមាញ់ខ្ទិះដូង80ក្រាមយើងដាក់ថែមទឹក160ក្រាមវាឡើងត្រូវជា240ក្រាមអញ្ចឹងណាបងប្អូនឥឡូវយើងដាក់230សិនទៅ Water is about 160 grams to 170 grams The total amount of water and coconut milk is about 240 grams to 250 grams Right now I just put 230 grams first So let's see the mixture if it is too thick. So you can add water 20 grams more later. ខ្ទិះដូង80ក្រាមហើយយើងចាក់ទឹកប្រគ្រប់ឲ្យគ្រប់230 240យ៉ាងទៅប៉ុន្តែខ្ញុំដាក់230សិនហើយយើងកូរមើលសិនបើសិនជាម្សៅយើងរាងខាប់ចាំយើងថែម10ឬក៏20ក្រាមទៀតឥឡូវនេះបន្ទាប់ពីយើងដាក់ទឹកនឹងខ្ទិះដូងហើយហ្នឹងយើងកូរមើលសិនណាបងប្អូនថាវាខាប់ឬក៏រាវអញ្ចឹងណាហើយបើសិនជាមើលទៅម្សៅយើងរាងខាប់យើងថែមជាទូទៅខ្ញុំប្រើទឹក240 250ក្រាមចាឥឡូវនេះបងប្អូនបន្ទាប់ពីលាយអញ្ចឹងហើយឃើញថាម្សៅយើងហ្នឹងរាងខាប់ហើយនេះបងប្អូនអត់សូវរាវទេអញ្ចឹងយើងអាចដាក់ថែមទឹក20ក្រាមទៀតបានឲ្យគ្រប់250ក្រាមសម្រាប់ទឹក20ក្រាមហ្នឹងណាបងប្អូនយើងដាក់ប្រហែលជា2ស្លាបព្រាបាយចាឥឡូវយើងចាក់ថែម20ក្រាមដោយសារខ្ញុំមានអញ្ចឹងខ្ញុំថ្លឹងតែម្ដងណាបងប្អូនចាប្រហែលជា2ស្លាបព្រាបាយហ្នឹងក្នុង1ស្លាបព្រាបាយប្រហែលជា10ក្រាមទឹកណាបងប្អូនចាប៉ុណ្្នឹងទៅបានហើយបន្ទាប់ពីយើងចាក់ទឹកហើយយើងកូរបន្ថែមមើលតិចទៀតណាបងប្អូនប៉ុណ្នេះគឺល្មមហើយបងប្អូនអត់រាវអត់ខាប់ទេប៉ុណ្ណឹងព្រោះអីម្សៅកាលណាតែយើងលាយវារាវខ្លាំងពេកពេលដែលយើងយកទៅចៀនមួយចេកយើងដាក់ដលងដាក់ចេកយើងចូលមកវាអត់សូវជាប់ម្សៅច្រើនទេនេះម្សៅប៉ុណ្ណឹងគឺរាវល្មមហើយសម្រាប់បងប្អូនគឺដូចខ្ញុំបង្ហាញអញ្ចឹងដំបូងយើងលាយទឹក230ក្រាមសិនទៅបើសិនជាស្ទើរវារៀងខាប់យើងអាចបន្ថែមបានវាងាយស្រួលជាងកាលណាតែរាវជ្រុលគឺពិបាកលាយសម្រាប់ម្សៅបងប្អូនគឺយើងលាយឲ្យវារាវប៉ុណ្ណឹងបានហើយកុំឲ្យរាវខ្លាំងណាបងប្អូនណាកាលណាតែយើងលាយម្សៅនឹងរាវជ្រុលបងប្អូនគឺថាពេលដែលយើងដាក់ដំឡូងឬក៏ចេករបស់យើងចូលទៅក្នុងម្សៅហ្នឹងអត់សូវជាប់ម្សៅច្រើនក៏ធ្វើឲ្យចេកនិងដំឡូងរបស់យើងហ្នឹងចៀនទៅអត់សូវស្រួយឆ្ងាញ់ដែរចាអញ្ចឹងសម្រាប់ម្សៅគឺសំខាន់បងប្អូនកុំលាយឲ្យរាវជ្រុលណាចាប៉ុណ្ណឹងបានតែរាវជាងហ្នឹងគឺអត់ដោយម្សៅទេឥឡូវយើងកូរវាធ្វើយ៉ាងណាឲ្យម្សៅហ្នឹងបានម៉ត់ចូលគ្នាទៅជាសាច់តែមួយទៅជាល្បាយតែមួយបានល្អចាឥឡូវបន្ទាប់ពីយើងកូររួចរាល់ហើយយើងអាចដាក់ចៀនបានហើយចានេះសម្រាប់ចេកគឺយើងបកអញ្ចឹងណាបងប្អូនយើងចាប់ផ្ដើមនេះប្រើថង់ផ្លាស្ទិកបងប្អូនចាថង់ស្អាតមកនេះខ្ញុំប្រើផ្លាស្ទិករាបទេនេះឥឡូវយើងមូវាអញ្ចឹងយើងយកក្បាត់យើងហ្នឹងដំវាអញ្ចឹងណាដំវាទីបានហើយដំថ្នមចាដំអញ្ចឹងហើយយើងមូវាឡើងមកតង់មកយើងដំម្ដងទៀតចានេះជាក្បួនម្ដាយខ្ញុំគាត់ធ្វើលក់តាំងពីខ្ញុំនៅក្មេងៗណាចាហ្នឹងហើយយើងមូអញ្ចឹងហើយយើងមូវាបន្តអញ្ចឹងដំប្រហែលជា4ដងដំតិចបានហើយកុំដំខ្លាំងចាហើយយើងក៏ពលាវាវិញបន្ទាប់ពីដំហើយយើងពលាវាវិញបងប្អូនឃើញហើយវារៀងទន់សាច់បន្តិចណារួចហើយយើងក៏លើកវាដាក់អញ្ចឹងមកសាថ្មីហើយយើងចាប់ផ្ដើមនេះយកថង់ហ្នឹងរុំម្សាទៀតហើយរុំលើកហ្នឹងរុំរៀងតឹងនេះបងប្អូនឃើញហើយយកដៃធ្វើរៀងតឹងមកដល់ពេលតឹងអញ្ចឹងហើយយើងមូវាប្រហែលជា2 3ជាន់ទៅចារួចហើយយើងនឹងយកក្បាត់ហ្នឹងដាក់ពីលើហើយសកត់វាបើសិនជាបងប្អូនមិនចង់ប្រើផ្លាស្ទិករាបយកមករុំចេកដំទេបងប្អូនអាចប្រើជាថង់ស៊ីប្លុកបាកបែបនេះក៏បានដែរចាវារាងក្រាស់ជាងអញ្ចឹងបើសិនជាបងប្អូនចង់សកត់បលូតចេកយើងឲ្យបានវែងយើងប្រើថង់ស៊ីប្លុកបាកបែបនេះក៏បានដែរដោយសារថង់ស៊ីប្លុកបាកបែបនេះវាក្រាស់ជាងថង់ផ្លាស្ទិករាបដែរអញ្ចឹងយើងចង់បលូតចេកយើងឲ្យបានវែងក៏វាងាយស្រួលជាងដែរសម្រាប់ខ្ញុំគឺខ្ញុំសកត់យកទៅប្របាយនឹងទេអត់ឲ្យវែងខ្លាំងទេបើកាលណាសកត់បលូតវាវែងខ្លាំងពេកទៅវាពិបាកលើកនៅពេលដែលយើងលើកចេក
ចេញពីម្សៅដាក់ចូលទៅក្នុងខ្ទះចៀនហ្នឹងគឺថាពិបាកអាប់តែលើកមិនស្រួលទេវាអាចដាច់ចេកហ្នឹងដោយសារតែចេករបស់ខ្ញុំហ្នឹងរៀងទុំចូលដែរដល់អញ្ចឹងទៅបើសិនជាយើងសកាត់វាខ្លាំងពេកវាអាចជាដាច់ចានេះបងប្អូនបើសិនជាយើងមានប្រដាប់ត្រូលចេកបែបនេះគឺថាងាយស្រួលមែនតើយើងចង់បលូតចេកយើងនឹងឲ្យវែងប៉ុន្មានក៏បានដែរដោយសារតែងាយស្រួលពេលដែលយើងជោគចេកយើងចេញពីម្សៅយកដាក់ចូលក្នុងខ្ទះខ្លាញ់ហ្នឹងគឺថាវាអត់ដាច់លហើយចេកយើងទេចាហើយសម្រាប់ចេកដែលយើងរើសយកមកចៀនធ្វើជាចៀនហ្នឹងបងប្អូនយើងកុំយកចេកដែលទុំចូលខ្លាំងយើងយកចេកទុំមកល្មមសបល់ប៉ុណ្ណឹងនេះទៅបានហើយបងប្អូនចាបើកាលណាយើងប្រើចេកទុំចូលខ្លាំងនៅពេលដែលយើងដំហើយយកចេកយើងទៅចៀនហ្នឹងគឺថាវាឈក់វាបៀមខ្លាំងមែនតើអញ្ចឹងយើងជ្រើសរើសយកចេកទុំមកល្មមបានហើយបងប្អូនចាឥឡូវនេះបន្ទាប់ពីយើងដំចេករបស់យើងហើយយើងយកវាមកដាក់នៅក្នុងម្សៅដើម្បីយកទៅចៀនតែម្ដងឥឡូវនេះមុននឹងយើងដាក់ចេករបស់យើងចូលទៅចៀនហ្នឹងយើងមកដាំខ្ទះប្រេងរបស់យើងហ្នឹងឲ្យមានកម្ដៅក្ដៅមកល្មមជាមុនសិនហើយប្រេងហ្នឹងយើងប្រើរៀងច្រើនតែចឹងណាបងប្អូនហើយសម្រាប់កម្ដៅប្រេងនេះគឺយើងត្រូវបើកឲ្យវាមានកម្ដៅក្ដៅល្មមជាមុនសិនមុននឹងពេលដែលយើងដាក់ចេករបស់យើងចូលទៅចៀនបើយើងដាក់ចេករបស់យើងចូលទៅចៀនទាំងប្រេងរបស់យើងមិនទាន់ក្ដៅវាអាចជាបៀមខ្លាំងណាបងប្អូនចាឥឡូវនេះបន្ទាប់ពីប្រេងរបស់យើងមានកម្ដៅក្ដៅល្មមហើយយើងចាប់ផ្ដើមលាបម្សៅលើចេករបស់យើងឲ្យសព្វទៅរួចហើយយើងយកចេករបស់យើងហ្នឹងទៅដាក់ចៀនតែម្ដងនៅពេលដែលយើងដាក់ចេករបស់យើងចូលទៅក្នុងខ្ទះហ្នឹងបើសិនជាយើងឃើញមានកតិចម្សៅរីបែបនេះយើងអាចដួសវាយកមកដាក់បន្ទប់ពីលើចេកចៀនដែលយើងទើបតែដាក់ចូលថ្មីបែបនេះមកវាធ្វើឲ្យចេកចៀនរបស់យើងហ្នឹងជាប់សាច់ម្សៅបានច្រើនវាក៏ជួយឲ្យចេកចៀនរបស់យើងហ្នឹងស្រួយបានល្អដែរហើយដើម្បីឲ្យចេកចៀនរបស់យើងហ្នឹងជាប់ម្សៅបានច្រើនយើងអាចដួសម្សៅហ្នឹងយកមកស្រោបពីលើចេកដែលយើងដាក់ចូលនៅក្នុងខ្ទះហើយបែបនេះនៅកន្លែងណាដែលអត់សូវមានជាប់ម្សៅយើងអាចដួសម្សៅយកមកដាក់រោយពីលើបែបនេះមកដើម្បីឲ្យចេកចៀនរបស់យើងនឹងជាប់ម្សៅបានច្រើនធ្វើបែបនេះដើម្បីឲ្យចេកចៀនរបស់យើងនឹងស្រួយបានល្អកាលណាតែយើងចៀនជាប់ម្សៅច្រើនវាក៏ជួយឲ្យចេកចៀនរបស់យើងនឹងស្រួយបានល្អដែរបើសិនជាបងប្អូនចង់ឲ្យជាប់ម្សៅច្រើនយើងអាចចៀន2ដងក៏បានដែរសម្រាប់ការចៀនចេកហ្នឹងតាមកន្លែងខ្លះក៏គេចៀន2ដងដែរដើម្បីឲ្យចេកចៀននឹងជាប់ម្សៅច្រើនជាប់ម្សៅក្រាស់អញ្ចឹងទៅវាធ្វើឲ្យចេកចៀននឹងស្រួយល្អផងដែរតែសម្រាប់ខ្ញុំជាទូទៅខ្ញុំចៀនតែម្ដងហើយព្រោះខ្ញុំអត់ចង់ចៀន2ដងការពារកុំឲ្យវាជក់វាបៀមខ្លាញ់ច្រើនអីអញ្ចឹងណាចាហើយណាមួយល្បាយម្សៅដែលខ្ញុំលាយហ្នឹងគឺថាមកល្មមអត់ខាប់អត់រាវទេល្មមអញ្ចឹងទោះបីជាយើងចៀនតែម្ដងហ្នឹងក៏ម្សៅហ្នឹងជាប់ជាមួយនឹងចេករបស់យើងបានច្រើនដែរហើយបើយើងចង់ឲ្យជាប់ម្សៅបានច្រើនហ្នឹងយើងអាចដួសម្សៅស្រោចទៅលើដូចខ្ញុំធ្វើបង្ហាញបងប្អូនអញ្ចឹងទៅធ្វើអញ្ចឹងទៅកាន់តែធ្វើឲ្យម្សៅហ្នឹងជាប់ជាមួយនឹងចេកបានច្រើនហើយចេកចៀនរបស់យើងក៏កាន់តែស្រួយបានល្អផងដែរហើយសម្រាប់ការចៀនចេកនេះផងដែរមានបងប្អូនខ្លះគាត់សួរថាតើធ្វើយ៉ាងម៉េចទៅដើម្បីកុំឲ្យចេកចៀនរបស់យើងហ្នឹងជក់ខ្លាញ់ច្រើនឬក៏បៀមខ្លាញ់ច្រើនអីអញ្ចឹងណាបងប្អូនចាដោយសារតែវីដេអូនេះខ្ញុំធ្វើរៀងវែងដែរហើយអញ្ចឹងខ្ញុំចែករំលែកអស់ហ្មងទៅសម្រាប់ការចៀនចេកតាមតែបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើកន្លងមកកម្ដៅប្រេងក៏សំខាន់ដែរបើសិនជាយើងប្រើកម្ដៅភ្លើងតិចពេកដោយថាយើងចៀនរបៀបភ្លើងអាយក៏វាអាចធ្វើឲ្យចេកចៀនរបស់យើងនឹងចៀនទៅជក់បៀមប្រេងខ្លាំងដែរហើយបើសិនជាកម្ដៅប្រេងយើង set up ក្ដៅខ្លាំងពេកវាក៏អាចធ្វើឲ្យចេកចៀនរបស់យើងនឹងខ្លោចក្រៅឆៅក្នុងដែរចាដោយថាខាងក្រៅក្រៀមហើយប៉ុន្តែចេកនៅខាងក្នុងនោះនៅចត់នៅឡើយអីអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់កម្ដៅប្រេងកម្ដៅភ្លើងចង្ក្រានហ្នឹងគឺយើងត្រូវប្រើវានៅក្នុងកម្ដៅក្ដៅល្មមទៅដើម្បីឲ្យចេកចៀនរបស់យើងនឹងចៀនមកបានល្អឥឡូវនេះយើងងាកមកមើលចេកចៀនរបស់យើងវិញឥឡូវនេះចេកចៀនរបស់យើងគឺថាចៀនបានឆ្អិនរួចរាល់ហើយបន្ទាប់ពីយើងចៀនហើយហ្នឹងគឺថាចេកចៀនរបស់យើងនឹងស្រួយល្អខ្លាំងមែនតើបងប្អូនស្ដាប់តែសលេងស្រួយទៅដល់ថ្ងៃចាហើយចេកចៀននេះបងប្អូនមិនត្រឹមតែស្រួយខ្លាំងទេសម្រាប់រសជាតិវិញក៏ឆ្ងាញ់ខ្លាំងណាស់ដែរញ៉ាំជក់មាត់ខ្លាំងមែនតើសម្រាប់ខ្ញុំវិញឲ្យធ្វើចេកចៀននឹងម្ដងញ៉ាំ4-5ចេកចៀនញ៉ាំច្រើនជាងគេជាងឯងហ្មងអញ្ចឹងហើយបានខ្ញុំអត់ចង់ធ្វើទេឲ្យតែធ្វើម្ដងណាគឺថាញ៉ាំជក់មាត់ញ៉ាំអត់ដឹងឆ្អែតទេខ្ញុំនឹងគឺថាញ៉ាំច្រើនជាងគេតែម្ដងខ្ញុំចូលចិត្តណាស់បងប្អូនអើយចេកចៀនហ្នឹងចាអញ្ចឹងសម្រាប់ការបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាពីរបៀបធ្វើចេកចៀនហ្នឹងគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយក៏សូមឲ្យបងប្អូនជួយចុច like និង share វីដេអូនេះបានច្រើនផងឬក៏បងប្អូនអាចចុច save វីដេអូនេះទុកគ្រាន់មើលថ្ងៃក្រោយទៅព្រោះអីវីដេអូនៅក្នុង Facebook ភាគច្រើននៅពេលដែលខ្ញុំផុសវីដេអូថ្មីឡើងមកវីដេអូចាស់ហ្នឹងវាធ្លាក់ទៅនៅក្រោមអញ្ចឹងវាពិបាករកមើលបន្តិចអញ្ចឹងយើងអាច share ទុកមើលឬក៏ save ទុកទៅដើម្បីថ្ងៃក្រោយយើងចង់ធ្វើអីកុំឲ្យពិបាករកហើយក៏សូមឲ្យបងប្អូនជួយចុច subscribe នៅលើ YouTube Channel ក៏ដូចជាជួយចុច follow Facebook page ឲ្យនឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ